ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងតាក់ទងជាមួយនឹងអំពើភេរវកម្មប្លន់យន្តហោះមួយដែលមានចំណងជើងថា Non-Stop ដែលចេញនៅឆ្នាំ2014មកធ្វើការសម្រាប់ជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចែកហើយនឹងជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ Subscribe ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណបរិមម្នាក់នេះមានឈ្មោះថា Bill ហើយគាត់កំពុងតែមានវិបត្តិក្នុងចិត្តយ៉ាងធ្ងន់ធ្ងរព្រោះកូនស្រីរបស់គាត់ទើបតែស្លាប់ដោយសារជំងឺមហារីកចំណែកប្រពន្ធគាត់ក៏សម្ដែងគាត់ទៀតចឹងហើយដើម្បីបំបត្តិទុក្ខគាត់តែងតែផឹកស្រានិងជក់បារីជាប្រចាំបន្តមកនៅពលានយន្តហោះមានអ្នកដំណើរម្នាក់ឈ្មោះ Tom បានមកសុំភ្លើងពី Bill អុចបារីហើយព្យាយាមនិយាយស្នេហ៍ស្នាលជាមួយនឹង Bill គាត់បានប្រាប់ Bill ថាគាត់កំពុងតែធ្វើដំណើរទៅទីក្រុង Amsterdam ប្រទេស Netherlands ប៉ុន្តែនៅពេលនោះ Bill អត់មានអារម្មណ៍និយាយស្នេហ៍ស្នាលជាមួយនឹង Tom ទេយ៉ាខ្មើម៉េះស្មានតែខ្លួនផងស្អាតមែនតាមពិត Bill មិនមែនខ្មើនោះទេការងាររបស់គាត់គឺជាប៉ូលីសសម្ងាត់ការពារសុវត្ថិភាពរបស់អ្នកដំណើរតាមយន្តហោះចាប់តាំងពីកើតមានអំពើភេរវកម្មយន្តហោះបក់អគារភ្លោះនៅប្រទេសអាមេរិកកាលពីថ្ងៃ11ខែ9ឆ្នាំ2001មករដ្ឋាភិបាលអាមេរិកបានចាត់វិធានការឲ្យមានប៉ូលីសសម្ងាត់ធ្វើដំណើរតាមយន្តហោះដើម្បីទប់ស្កាត់អំពើភេរវកម្មផ្សេងៗនៅថ្ងៃនោះផងដែរ Bill បានចាប់អារម្មណ៍ថាមានក្មេងស្រីម្នាក់ធ្វើដំណើរតាមយន្តហោះតែម្នាក់ឯងហើយនៅពេលដែលនាងងើបចេញពីកៅអីនាងបានភ្លេចកូនតុក្កតាមួយក្មេងស្រីម្នាក់នោះមានឈ្មោះថា Becca នាងត្រូវធ្វើដំណើរទៅជួបប៉ារបស់នាងដែលចាំទទួលនាងនៅប្រទេសអង់គ្លេសពេលនោះនាងស្ទាក់ស្ទើរធានឡើងយន្តហោះទេព្រោះវាជាលើកទី1ហើយដែលនាងធ្វើដំណើរតាមយន្តហោះតែម្នាក់ឯងប៉ុន្តែនៅពេលដែល Bill យកតុក្កតាមកប្រគល់ជូននាងវិញទើបនាងសប្បាយចិត្តហ៊ានឡើងយន្តហោះបន្តមកនៅលើយន្តហោះ Bill បានបន្លំខ្លួនធ្វើជាអ្នកដំណើរធម្មតាហើយគាត់បានអង្គុយជិតបរិមម្នាក់ឈ្មោះ Zack នៅពេលនោះមាននារីម្នាក់ឈ្មោះ Jen បានមកសុំ Zack ដូរកន្លែងជាមួយគាត់ព្រោះគាត់ចង់អង្គុយជិតបង្អួចហើយដោយសារតែ Zack គឺជាសុភាពបុរសគាត់ក៏ព្រមដូរកន្លែងជាមួយបន្ទាប់មក Bill បានធ្វើការស្នេហ៍ស្នាលជាមួយនឹង Jen ខ្លះៗហើយគាត់ចាប់អារម្មណ៍ថានាងមានស្នាមវះនៅលើទ្រូងការងាររបស់ Bill ជាធម្មតាគេទាមទាររកមនុស្សដែលប្រកែកអង្កេតអញ្ចឹងបន្ទាប់មកនៅពេលដែលយន្តហោះហោះឡើង Bill បានយកខ្សែបូដែលកូនស្រីគាត់ឲ្យមកចងនៅដៃពេលចិនឃើញចឹងឆ្ងល់ហើយក៏សួរទើបដឹងថា Bill ជាយន្តហោះច្រើនមែនក៏ប៉ុន្តែគាត់នៅតែភ័យនៅពេលដែលយន្តហោះឡើងហើយខ្សែបូហ្នឹងគឺជាយន្តការពារខ្លួនរបស់គាត់ក្រោយពេលយន្តហោះហោះដល់លើអាកាសមានលំនឹងហើយ Bill ក៏លួចចូលទៅក្នុងបន្ទប់ទឹកជក់បរិយាម្ដងសិនដើម្បីកាត់ផ្សាយពេលគាត់ត្រឡប់មកដល់កន្លែងវិញគាត់ក៏បានទទួលសារពីជនអនាមិកម្នាក់ដែលបានសួរគាត់ថាតើអាចធ្វើការបាននៅលោកប៉ូលីសជនអនាមិកនោះក៏បានប្រាប់ Bill ថាគាត់គឺជាអ្នកដំណើរម្នាក់នៅលើយន្តហោះនឹងដែរហើយនៅពេលដែល Bill គម្រាមថាលេងសើចជាមួយនឹងប៉ូលីសប្រយ័ត្នមានទោសជនអនាមិកនោះក៏ប្រាប់ថាការដែល Bill លួចជក់បារីនៅក្នុងបន្ទប់ទឹកក៏អាចមានទោសដូចគ្នាពេលនោះ Bill ឆ្ងល់ណាស់ថាអ្នកណាលេងសើចខ្លាំងម្ល៉េះហើយគាត់មើលមុខមើលក្រោយតែដូចអត់មានឃើញអីគួរឲ្យសង្ស័យទេដោយសារមិនអស់ចិត្ត Bill ក៏ងើបឈរហើយដើររកមើលហើយយើងក៏បានឃើញថាចិនដែលដេកនៅជិតនោះបានបើកភ្នែកលួចមើល Bill ផងដែរបន្តមកជនអនាមិកនោះក៏បានផ្ញើសារមក Bill បន្តទៀតឲ្យកំណត់មក20នាទីហើយនៅពេលដែលគ្រប់20នាទីវានឹងសម្លាប់មនុស្សម្នាក់នៅក្នុងយន្តហោះហ្នឹងបើសិនជា Bill មិនព្រមចាត់ចែងវាលុយចំនួន150លានចូលទៅក្នុងកង់មួយដែលវាឲ្យមកនេះនៅពេលនោះ Bill ក៏ហួសចិត្តហើយបានប្រាប់វាថាប្លន់ខុសមនុស្សហើយអញកំពុងតែដាច់យ៉ៃផងតែជនអនាមិកនឹងមានជំនឿចិត្តយ៉ាងមុតមាំថា Bill អាចធ្វើបានពេលនោះ Bill ក៏បានចាប់ផ្ដើមកំណត់ម៉ោងតាមជនអនាមិកប្រាប់បន្ទាប់មកគាត់បានសញ្ញោទៅដៃគូរបស់គាត់ដែលជាប៉ូលីសដូចគ្នាឈ្មោះ Jack ឲ្យទៅនិយាយគ្នាមួយផ្លែតហើយក្នុងពេលជាមួយគ្នានោះមានអ្នកដំណើរម្នាក់ឈ្មោះ Riley ចាប់អារម្មណ៍ជាមួយនឹងសកម្មភាពរបស់ពួកគេខ្លាំងណាស់ពេលទៅដល់កន្លែងស្ងាត់ Bill បានចោទ Jack ថាលេងសើចជាមួយនឹងគាត់ប៉ុន្តែ Jack បានបដិសេធថាគាត់អត់បានផ្ញើសារទៅ Bill ទេបើមិនយើងឆែកមើលទូរស័ព្ទគាត់ទៅហើយពេលនោះ Jack បានគិតថាវាជារឿងលេងសើចតែប៉ុណ្ណោះព្រោះបើសិនជាចោលនៅលើយន្តហោះនឹងមែនវាមិនអាចរត់តារួចទេវាមិនដែលមានចោលណា IQ on ដល់ម្លឹងទេមែនអត់បន្ទាប់មក Bill បានទៅសុំជួប Pilot ហើយបានប្រាប់ Pilot ពីការគម្រាមកំហែងនោះដើម្បីឲ្យ Pilot រកកន្លែងចុះចតជាបន្ទាន់ប៉ុន្តែ Pilot បានប្រាប់ថាពេលនេះពួកគេកំពុងតែហោះហើរនៅលើមហាសមុទ្រអាត្លង់តិកប្រហែលជា2ម៉ោងទៀតទើបអាចរកកន្លែងចុះចតបានជាដំណោះស្រាយនៅពេលនោះ Bill បានសុំត្រាងឈ្មោះរបស់អ្នកដំណើរហើយបានប្រាប់ Pilot ឲ្យបិទអ៊ីនធឺណិតនៅរយៈពេល10នាទីទៀតដើម្បីកុំឲ្យចោរឆែកមើលកង់ធនាគារបានបន្ទាប់មកគាត់បានប៉ឹងអូតេសឈ្មោះ Nancy ហើយនិង Jen ឲ្យទៅជួយឈរមើលកាមេរ៉ារួចគូសចំណាំអ្នកដែលប្រើទូរស័ព្ទនៅពេលដែលគាត់ឆាតជាមួយនឹងចោរនៅពេលនោះ Nancy ហើយនិង Jen បានគូសចំណាំបានមនុស្សមួយចំនួនហើយនៅក្នុងចំណោមមនុស្សទាំងអស់នោះ Jen ចាប់អារម្មណ៍ថា Jack ដែលជាប៉ូលីសម្នាក់ទៀតនោះប្រើទូរស័ព្ទជាប់រហូតពេលនោះ Bill ប្រាប់ Jen ថាមិនអាចជាគាត់ទេប៉ុន្តែនៅពេលដែលចោរឆាតមកសួររឿងកូនស្រីរបស់ Bill ដែលចំឈ្មោះពេកនោះ Bill ក៏ចាប់ផ្ដើមសង្ស័យលើ Jack ម្ដងទៀតព្រោះមានតែ Jack ទេដែលដឹងរឿងរបស់គាត់ច្បាស់យ៉ាងនេះបន្ទាប់មក Bill បានឃើញ Jack ដូចជាភ័យស្លន់ស្លោរត់ចូលទៅក្នុងបន្ទប់ទឹកហើយគាត់ក៏ទៅតាម Jack ពេលទៅដល់ Jack បានប្រាប់ Bill ថាគាត់ត្រូវការលុយហើយគាត់អាចចែក Bill ពាក់កណ្ដាលម្នាក់ប៉ុន្តែ Bill អត់ស៊ីសនុកអីទេហើយបានទាមទារយកទូរស័ព្ទពី Jack ពេលនោះ Jack ក៏បោះទូរស័ព្ទគាត់ដាក់ត្រាំទឹកដើម្បីបំបត្តិភស្តុតាងចោលហើយក៏បានវាយបតែបន្តគ្នាជាមួយនឹង Bill នៅក្នុងការបន្ទុះសារាយនោះ Jack ក៏ចង់ទាញកាភ្លើងបាញ់សម្លាប់ Bill ហើយនៅពេលដែល Bill ព្យាយាមខាត់ Jack មិនស្ដាប់គាត់ក៏បង្ខំចិត្តកាច់ក Jack សម្រាប់គាត់ចោលហើយនៅពេលនោះផងដែរនាឡិការបស់ Bill ក៏បានរោលប្រាប់ថាគ្រប់20នាទីល្មមបន្ទាប់មក Bill បានរើសទូរស័ព្ទរបស់ Jack ពីក្នុងទឹកហើយចាក់សោបន្ទប់ទឹកពីខាងក្រៅដើម្បីកុំឲ្យគេចូលក្នុងចិត្តរបស់ Bill គាត់គិតថាគាត់បានចាត់ការអក្រិតជនគម្រាមទារប្រាក់នោះរួចហើយប៉ុន្តែស្មានមិនដល់ថាគាត់បានទទួលសារមួយទៀតអបអរសាទរគាត់
ដែលបានជួយសម្រាប់មនុស្សឲ្យវានៅពេលនោះវាបានប្រាប់ Bill ឲ្យកំណត់ម៉ោង20នាទីទៀតហើយលក្ខខណ្ឌគឺនៅដដែលបើមិនបង្វិលលុយចូលកុងទេ20នាទីទៀតនឹងមានមនុស្សស្លាប់ម្នាក់ទៀតបន្ទាប់មក Bill បានទៅជួប Pilot ម្ដងទៀតហើយ Pilot បានប្រាប់គាត់ថាកុងធនាគារដែលចោលចង់ឲ្យវិលលុយចូលហ្នឹងគឺជាកុងធនាគាររបស់ Bill អីគេនិយាយលេងនិយាយមែនពេលនោះ Pilot បានធ្វើតាមបញ្ជារបស់ថ្នាក់លើគឺដកតួនាទីរបស់ Bill សិនព្រោះគេសង្ស័យថា Bill នឹងហើយជាចោលចម្រិតទាបប្រាក់បន្ទាប់មក Bill បានយកទូរស័ព្ទ Jack ដែលចូលទឹកមកពិនិត្យមើលព្រោះវាអាចមានផុសតាងបញ្ជាក់ថា Bill ស្អាតស្អំនៅក្នុងនោះប៉ុន្តែវាបើកអត់ចេញសោះចៃដន្យចិនដែលដើរទៅបន្ទប់ទឹកឃើញគាត់ហើយក៏សុំជួយនាងបានដកថ្មទូរស័ព្ទចេញផ្លុំឲ្យស្ងួតទឹកហើយក៏ដាក់ចូលទៅវិញពេលហ្នឹងនាងក៏បានឆ្លៀតសួរ Bill ថាមានរឿងអីតែ Bill មិនព្រមប្រាប់ទេហើយក៏ឲ្យនាងទៅអង្គុយកន្លែងវិញសិនបន្ទាប់មក Bill បានរកឃើញនៅក្នុងទូរស័ព្ទរបស់ Jack ដឹងថាតាមពិត Jack ក៏ត្រូវបានចោលគំរាមផងដែរចោលបានដឹងថា Jack បានលាក់អីនៅក្នុងវ៉ាលីយួរដៃរបស់គាត់ហើយនៅពេលដែល Bill ទៅលួចយកវ៉ាលីយួរដៃរបស់ Jack ទៅពិនិត្យមើលឃើញថានៅក្នុងនោះមានសិតតែថ្នាំញៀនតាមពិតរឿងលុយដែល Jack និយាយជាមួយនឹង Bill មុនហ្នឹងគឺលុយលក់ថ្នាំញៀននឹងសោះមិនមែនលុយចាច់ចម្រិត150លាននោះទេពេលនោះ Nancy ដែលជាអូតេសក៏បានមកតាន់ហើយនៅពេលដែលបានឃើញសាកសពរបស់ Jack នាងភ័យខ្លាំងណាស់តែវាបានសុំបងនាងឲ្យស្ងប់អារម្មណ៍សិនពេលនោះ Bill បានប្រាប់ការពិតគ្រប់យ៉ាងឲ្យ Nancy បានដឹងដោយសារតែ Nancy ធ្លាប់ស្គាល់ Bill យូរហើយនាងក៏ព្រមជឿហើយព្រមជួយគាត់ក្នុងរឿងហ្នឹងបន្ទាប់មកពួកគេបានរួមសហការគ្នាសុំឆែកអ្នកដំណើរដែលគួរឲ្យសង្ស័យពេលនោះ Bill ក៏ធ្វើជាទៅឆែកចិនហើយពឹងឲ្យនាងជួយទៅមើលកាប៊ីនខាងមុខបើមានអីសង្ស័យជួយប្រាប់គាត់បន្ទាប់មកគាត់បានទៅឆែកបរិសុជនជាតិអ៊ីស្លាមម្នាក់ឈ្មោះ Fahim ហើយបានរកឃើញថាតាមពិត Fahim គឺជាគ្រូពេទ្យបន្ទាប់មក Bill បានបន្តទៅឆែកបរិសុម្នាក់ឈ្មោះ Charles ដែលជាមេធាវីហើយនិងបរិសុម្នាក់ទៀតឈ្មោះ Riley ដែលជាប៉ូលីស NYPD ផងដែរភ្លាមនោះ Bill ក៏បានទទួលសារមួយទៀតប្រាប់ឲ្យគាត់ឈប់លេងទៅហើយគាត់ក៏បានប្រទះឃើញ Tom ដែលសុំភ្លើងគាត់អុចប្រេកតាំងពីដើមរឿងនោះដែលកាលនោះ Tom បានប្រាប់គាត់ថាគាត់ទៅទីក្រុង Amsterdam តែយន្តហោះនេះគឺហោះទៅទីក្រុង London ដល់អញ្ចឹង Bill ក៏ចាប់ Tom ក្រៀកយកទៅសួរចម្លើយ Bill បានសួរ Tom ថាហេតុអីបានកុហកគាត់ថាទៅ Amsterdam ពេលនោះ Tom បានប្រាប់ថាមានគេជួលគាត់$100ឲ្យនិយាយអញ្ចឹងដោយសារតែមិនអស់ចិត្ត Bill ក៏បានក្រៀក Tom ទៅស្វែងរកមុខអ្នកដែលជួល Tom ឲ្យនិយាយអញ្ចឹងពេលនោះ Tom បានប្រាប់ថាបរិសុពាក់វ៉ែនតានឹងមុខស្តៀងក៏ប៉ុន្តែមិនមែនគាត់ទេបន្ទាប់មក Bill បានចងដៃ Tom ហើយផ្ទៀងនាឡិកាគាត់ចាំមើលដល់មកតើមានរឿងអីកើតឡើងនៅពេលនោះគាត់បានទទួលសារមួយទៀតប្រាប់ថាជនរងគ្រោះអាចមិនមែនជាអ្នកដំណើរទេបានន័យថាជនរងគ្រោះអាចជា Pilot ពេលដឹងអញ្ចឹង Bill ក៏ប្រញាប់រត់ទៅកាន់បន្ទប់បញ្ជាហើយនៅពេលនោះយន្តហោះស្រាប់តែជួបជាមួយនឹងព្យុះធ្វើឲ្យ Bill ផ្លោងឡើងទៅលើហើយធ្លាក់ចុះមកវិញសំណាងល្អអត់មានគ្រោះថ្នាក់អីធ្ងន់ធ្ងរបន្ទាប់មកពេលទៅដល់បន្ទប់បញ្ជា Bill បានឃើញលោកកាប៉ាតេនត្រូវបានគេដាក់ថ្នាំបំពុលហើយគាត់ក៏ប្រញាប់ទៅហៅដុកទ័រ Fahim មកជួយប៉ុន្តែគួរសោកស្ដាយណាស់ដុកទ័រ Fahim មិនអាចជួយគាត់បានទេពេលនោះ Bill បានប្រាប់ឲ្យ Co-pilot ចាក់សោបន្ទប់បញ្ជាឲ្យជាប់ហើយគាត់បានតាក់ទងទៅមេរបស់គាត់ឲ្យវេលុយចូលក្នុងកង់តាមការទាមទាររបស់ចៅដើម្បីគាត់មានពេលធ្វើការកុំឲ្យមានមនុស្សស្លាប់ទៀតប៉ុន្តែគួរឲ្យសោកស្ដាយមេរបស់គាត់អត់ព្រមទេព្រោះគិតថា Bill នឹងហើយគឺជាមេចៅបន្ទាប់មកចិនបានណែនាំឲ្យ Bill ស្គាល់ Zack ដែលជាអ្នក IT Zack បានប្រាប់ Bill ថាគាត់អាចទៅសេមេរោគភ្ជាប់ជាមួយនឹងរូបភាពផ្ញើចូលទៅក្នុងទូរស័ព្ទរបស់ចៅហើយនៅពេលដែលវាទទួលសារបានហើយវានឹងរោលពេលដឹងអញ្ចឹង Bill ក៏បានផ្ញើទូរស័ព្ទគាត់ឲ្យ Zack ធ្វើការបន្ទាប់មកគាត់បានជលៀសអ្នកដំណើរទាំងអស់ឲ្យទៅអង្គុយជុំគ្នាហើយក្រោយពេលទទួលបានកម្មវិធីមេរោគពី Zack ហើយគាត់បានប្រាប់អ្នកដំណើរទាំងអស់ឲ្យលើកដៃឡើងហើយគាត់បានផ្ញើសារដែលមានមេរោគនោះចូលទៅក្នុងទូរស័ព្ទដៃរបស់ចៅនៅពេលនោះមានសម្លេងទូរស័ព្ទបានរោចេញពីកប៉ាល់របស់បុរសម្នាក់ឈ្មោះ Charles តែ Charles បានបដិសេធថានោះមិនមែនទូរស័ព្ទរបស់គាត់ទេទោះបីគាត់ខំប្រកែកយ៉ាងណាក៏ Bill អត់ជឿដែរហើយក៏បានបញ្ជូនគាត់ទៅបន្ទប់សួរចម្លើយប៉ុន្តែនៅពេលដែល Bill មិនទាន់បានសួរអីគាត់ផងស្រាប់តែគាត់ត្រូវថ្នាំពុលស្លាប់ដោយលោកកាប៉ាតេនអញ្ចឹងស្របពេលជាមួយគ្នានោះដែរ Riley ហើយនៅអ្នកដំណើរមួយចំនួនទៀតបានជួបប្រជុំគ្នារកវិធីចាត់ការ Bill ដោយសារតែពួកគេយល់ថា Bill គឺជាភេរវករចំណែក Bill វិញតតម្រែខ្លាំងណាស់ក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីជួបអរិយម្ដាមរំសាយអារម្មណ៍ពេលនោះគាត់បានរកឃើញថានៅក្នុងបន្ទប់ទឹកមានរុនមួយមើលធ្លុដល់បន្ទប់បញ្ជាហើយនៅក្នុងបន្ទប់ទឹកនោះផងដែរក៏មានសម្ភារៈមួយចំនួនដែលគេអាចប្រើសម្រាប់បាញ់ថ្នាំពុលចូលទៅក្នុងបន្ទប់បញ្ជាផងដែរបន្ទាប់មក Bill បានទៅសួរអ៊ំស្រីម្នាក់ដែលបានចូលបន្ទប់ទឹកមុនពេលកាប៉ាតេនស្លាប់ហើយអ៊ំស្រីនោះបានប្រាប់ថាចិនជាអ្នកចូលបន្ទប់ទឹកបន្ទាប់ពីគាត់បន្ទាប់មក Bill បានទៅសួរចម្លើយចិនថាហេតុអីបានជានាងមកអង្គុយចិត្តគាត់នៅលើយន្តហោះតែនាងបានបកស្រាយថានាងមិនមែនចង់អង្គុយចិត្ត Bill ទេគឺនាងគ្រាន់តែចង់អង្គុយចិត្តប្អួយក្រោយពេលវះកាត់បេះដូងគ្រូពេទ្យរបស់នាងបានប្រាប់ថានាងអាចស្លាប់បានគ្រប់ពេលនាងគ្រាន់តែចង់ឃើញមេឃបើសិនជាចៃដន្យថ្ងៃនេះគឺជាថ្ងៃមរណៈរបស់នាងចម្លើយរបស់ចិនគឺ Bill អាចទទួលយកបានហើយជឿថានាងគឺជាមនុស្សស្មោះត្រង់បន្ទាប់មកចិនបានយកទូរស័ព្ទរបស់ភេរវករមករៀប password លេងតែវាបែរទៅជាអត្ថប្រយោជន៍ក្របបែកកំណត់ម៉ោងទៅវិញពេលនោះ Bill បានសន្និដ្ឋានដឹងភ្លាមថាអ្នកដែលអាចយកគ្រាប់បែកឡើងលើយន្តហោះបានគឺមានតែប៉ូលីសដូចពួកគាត់ទេព្រោះអីអ្វីរបស់ពួកគាត់គ្មានអ្នកណាឆែកចឹងហើយគាត់ក៏ទៅឆែកវ៉ាលីដាក់ថ្នាំញៀនរបស់ Jack ម្ដងទៀតហើយឃើញថាមានគ្រាប់បែកប្រកបនៅក្រោមថ្នាំញៀននោះពិតមែនក្នុងពេលជាមួយគ្នានោះព័ត៌មានបានផ្សាយថា Bill គឺជាភេរវករប្លន់យន្តហោះហើយនៅពេលដែលគាត់ចេញពីបន្ទប់ទឹក Riley និងអ្នកដំណើរផ្សេងទៀតបានព្រួតគ្នាវាយមកលើគាត់ធ្វើឲ្យគាត់ជ្រុះកំភ្លើងពីដៃពេលនោះ Tom ដែលដៃនៅជាប់ស្កុតដល់ឡើយបានរើសកំភ្លើងនោះទៅភ្ជុងអ្នកដំណើរផ្សេងទៀតឲ្យដោះលែង Bill បន្ទាប់មក Bill បានប្រាប់រឿងរ៉ាវទាំងអស់ឲ្យអ្នកដំ
ដំណើរបានដឹងហើយប្រាប់ថាពេលនេះមានក្របបែកនៅលើយន្តហោះហើយគាត់បានសូមឲ្យអ្នកដំណើរទាំងអស់ជាពិសេស Riley រួមសហការជាមួយគាត់ដោះស្រាយបញ្ហាមួយនេះពេលនោះ Bill បានប្រាប់ឲ្យ Nancy ជួយជម្លៀសអ្នកដំណើរទៅផ្នែកខាងមុខយន្តហោះចំណែកគាត់និង Riley ចាត់ចែងរឿងក្របបែកនៅខាងក្រោយយន្តហោះស្របពេលជាមួយគ្នាមានយន្តហោះចម្បាំង2គ្រឿងបានហោះមកអែបយន្តហោះរបស់ពួកគេយន្តហោះចម្បាំងទាំងពីរនោះបានបញ្ជាឲ្យ Co-pilot បើកយន្តហោះឲ្យនឹងរហូតដល់ពលានអត់មានងាកឆ្វេងងាកស្ដាំដើរលើចុះក្រោមអីទេបើសិនជាមិនចោលពួកគេបាញ់ប៉ុន្តែនៅពេលនោះ Bill ត្រូវការ Co-pilot ទម្លាក់យន្តហោះឲ្យនៅកម្ពស់ទាបត្រឹម 8000 feet ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យនៅកម្រិតទាបនៅពេលដែលគ្រាប់បែកផ្ទុះបន្តមក Bill បានយកគ្រាប់បែកចេញមកហើយបញ្យល់អ្នកដំណើរដែលជាក្រុមការងាររបស់គាត់ថាគ្រាប់បែកហ្នឹងគឺមិនអាច deactivate បានទេហើយដោយសារតែគ្មានជំរឿគាត់បានយកគ្រាប់បែកនោះទៅដាក់អឹបជាមួយនឹងទ្វារយន្តហោះផ្នែកខាងក្រោយរួចប្រាប់អ្នកដំណើរទាំងអស់ឲ្យប្រមូលវ៉ូលីយកមកកពីលើវាដើម្បីកាត់បន្ថយផលប៉ះពាល់នៅពេលដែលវាផ្ទុះបន្តមក Bill បានទៅប្រាប់ Co-pilot ថា3នាទីទៀតត្រូវទម្លាក់យន្តហោះឲ្យនៅកម្ពស់ត្រឹម 8000 feet ស្របពេលជាមួយគ្នានោះ Becca ដែលជាក្មេងស្រីធ្វើដំណើរលើយន្តហោះតែម្នាក់ឯងភ័យខ្លាំងពេកបានរត់ពួនហើយអត់ហ៊ានចេញមកក្រៅទេនៅពេលនោះ Bill បានយកខ្សែបូដែលជាយន្តការពារខ្លួនរបស់គាត់ឲ្យទៅនាងហើយបានលួងនាងឲ្យទៅអង្គុយជិតចិនដើម្បីឲ្យចិនជួយមើលថែបន្តមកទៀតថ្នាក់លើរបស់ Bill បានទេលេហ្វូនមកប្រាប់គាត់ថាគេបានបង្វិលលុយ$150 លានចូលទៅក្នុងកង់របស់គាត់ហើយគាត់ក៏បានដាក់ loudspeaker ឲ្យអ្នកដំណើរទាំងអស់ជាពិសេសភីវរករបានឮទោះបីយ៉ាងណាថ្នាក់លើរបស់ Bill នៅតែចាត់ទុកថា Bill គឺជាភីវរករព្រោះបើតាមវីដេអូដែលគេបង្ហោះចេញទៅគេបានឃើញ Bill ចាប់អូសអ្នកដំណើរទៅសួរចម្លើយមើលទៅដូចជាពិបាកភ្នែកណាស់ពេលនោះ Bill ក៏បានឃើញអ្នកដែលបង្ហោះវីដេអូចេញទៅហ្នឹងហើយបានទៅសុំទូរស័ព្ទគាត់យកមកមើលនៅក្នុងវីដេអូទាំងនោះមានវីដេអូមួយដែលបង្ហាញឲ្យឃើញថា Tom គឺជាអ្នកយកទូរស័ព្ទញាត់ចូលទៅក្នុងកប៉ាល់របស់ Charles ពេលដឹងថាបែកការ Tom បានទៅចាប់គ្រាក Riley ហើយបានកញ្ចក់កាភ្លើងពី Riley មកជុំគាត់ប៉ុន្តែ Riley ក៏ជាប៉ូលីសចេះបាច់គុណហើយអាចរើរួចពីកណ្ដាប់ដៃរបស់ Tom ប៉ុន្តែស្មានមិនដល់ថាពេលនោះ Zack ដែលជាដៃជើងរបស់ Tom ក៏បានបង្ហាញខ្លួនមកម្នាក់ទៀតហើយបានដណ្ដើមកាភ្លើងរបស់ Riley បាញ់សម្លាប់គាត់ចោលពេលដែល Bill កំពុងតែភ្លេចខ្លួនមើល Riley Tom ក៏បានឆ្លៀតឱកាសមកវាយប្រហារលើ Bill ហើយបានកណ្ដាលកាភ្លើងរបស់គាត់ផងដែរនៅពេលនេះយន្តហោះហើយនឹងអ្នកដំណើរទាំងអស់បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ភីវរករពិតប្រាកដហើយពេលនោះ Tom បានបកស្រាយថាមូលហេតុដែលគាត់ប្លន់យន្តហោះហ្នឹងគឺគាត់ចង់ពង្រឹងសុវត្ថិភាពផ្លូវអាកាសដោយសារតែប៉ារបស់គាត់បានស្លាប់នៅក្នុងព្រឹត្តិការណ៍9/11ដែលពេលនោះមានចោរប្លន់យន្តហោះហើយយកទៅបកអគារភ្លោះគាត់ចង់បញ្ជាក់ឲ្យគេឃើញថាប្រព័ន្ធសន្តិសុខផ្លូវអាកាសរបស់អាមេរិកនៅខ្សោយខ្លាំងណាស់នៅពេលនោះ Zack បានបបួល Tom លោតឆាត់យោងជាប់ពីលើយន្តហោះនៅពេលដែលយន្តហោះទម្លាក់ខ្លួនដល់8000 feet ប៉ុន្តែ Tom ដូចជាឡប់ស្ទេហើយមិនអនុញ្ញាតឲ្យ Zack ធ្វើអញ្ចឹងទេហើយនៅពេលដែល Zack ចង់បិទគ្រាប់បែកវិញ Tom ក៏បាញ់ Zack ឲ្យរបួសបន្ទាប់មក Co-pilot បានទម្លាក់យន្តហោះវូឲ្យនៅសល់ត្រឹម8000 feet ព្រោះវាគឺជារឿងត្រឹមត្រូវដែល pilot ត្រូវតែធ្វើនៅពេលដែលយន្តហោះមានគ្រាប់បែកឆ្លៀតពេលដែលកំពុងតែចលាចលនោះ Bill បានសម្រេចចាក់កំភ្លើងបានហើយបានបាញ់សម្រាប់ Tom ចោលបន្ទាប់មក Zack មិនទាន់ស្លាប់ទេក៏បានទាញកូនកំបិតមកប្រយុទ្ធជាមួយនឹង Bill តែត្រូវបាន Bill វាយឲ្យដួលចៃដន្យពេលនោះគ្រាប់បែកក៏ដល់ម៉ោងផ្ទុះហើយ Zack កិច្ចមិនទាន់ក៏បានត្រូវភ្លើងឆេះស្លាប់បាត់ទៅចំណែកយន្តហោះវិញក៏ត្រូវបានផ្ទុះឆេះខូចខាតយ៉ាងដំណំផងដែរហើយត្រូវចុះចតជាបន្ទាន់ Fuel dumping. At flight 10. Come on, damn it. Progress. នៅពេលដែលយន្តហោះបានចុះដល់ដីតួយន្តហោះនៅខាងបីខាងអង្គុយបានរបើក Bill នឹងឆក់យកជីវិតរបស់នាងទៅបាត់ហើយសំណាងល្អបានគុណ Bill នឹងចិនជួយសង្គ្រោះនាងតាន់នៅទីបំផុតយន្តហោះក៏បានចុះចតដោយសុវត្ថិភាពក្រុមសង្គ្រោះបានមកជួយសង្គ្រោះពួកគេចំណែកទូរទស្សន៍បានមកយកព័ត៌មានទាន់ហេតុការណ៍ហើយបានប្រកាសថា Bill មិនមែនជាភីវរករប្លន់យន្តហោះទេតាមពិតគាត់គឺជាវីរៈបុរសជួយសង្គ្រោះយន្តហោះនេះទៅវិញទេចុងក្រោយនៅរឿងនេះយើងបានឃើញថា Riley មិនទាន់ស្លាប់ទេគាត់ពិតជាសំណាងខ្លាំងណាស់ចំណែក Becca បានបកគលខ្សែបូនាំសំណាងមកឲ្យ Bill វិញហើយ Bill និងចិនចាប់ផ្ដើមសាងទំនាក់ទំនងមនោសញ្ចេតនាជាមួយនឹងគ្នាសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយនឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយ like ជួយ comment បានច្រើនជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe ដើម្បីតាមដានរឿងល្អៗមើលជាច្រើនទៀតពេលនេះខ្ញុំសូមជម្រាបលា